ជំហរដោះស្រាយព្រំដែនសមុទ្រជាថ្មីម្ដងទៀតថ្ងៃនេះកម្ពុជាសូមសម្ដែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃពេលនេះកំពុងពិភាក្សាអំពីការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001រវាងកម្ពុជាថៃឬហៅថា MOU 2001ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជាថៃខណៈដែលកម្ពុជាតែងតែផ្ដល់អត្ថប្រយោជន៍ដល់យន្តការទ្វេភាគីស្របតាមអនុសារណៈនៃការយោគយល់គ្នាមួយនេះអស់រយៈពេលជាង25ឆ្នាំមកហើយអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001នេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានិងបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈរវាងភាគីទាំងពីរការដកខ្លួនដោយឯកតោភាគីចេញពី MOU 2001គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់អស់រយៈពេលជាង2ទសវត្សរ៍កន្លងមកនេះដូច្នេះបើទោះបីជាថៃដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិនិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីដដែលក្នុងន័យនេះកម្ពុជាគ្មានជំរើសអ្វីក្រៅតែពីពឹងផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលហៅកាត់ថា UNCLOS ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ភាគីរដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិជំរឿនរបស់កម្ពុជាបែបនេះឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរបានសម្រេចនៅដំណោះស្រាយមួយដោយយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិហើយដែលនឹងអនុញ្ញាតឲ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខយូរអង្វែង